អាចលើកឡើងបញ្ហាមជ្ឈមបពាមកជជែកបានឬក៏អត់អញ្ចឹងជួបជាមួយនឹងលោកណនរីណានេះខ្ញុំបានលើកឡើងអញ្ចឹងអាស៊ានកំពុងតែដំណើរការនៃបណ្ដាមេដឹកនាំធំសំបីតែសម្ដេចធិបតីក៏នឹងធ្វើដំណើរនៅថ្ងៃនេះដែរទៅប្រទេសហ្វីលីពីនដើម្បីចូលរួមនៅកិច្ចប្រជុំកំពូលអាស៊ានប៉ុន្តែយើងនិយាយដោយឡែកសម្រាប់អាស៊ាននៅនឹងមជ្ឈមបពាតើមានតំណែងតំណងបែបណាឲ្យលោកមើលឃើញថាតើកិច្ចប្រជុំកំពូលអាស៊ាននេះអាចមានចំណែកជួយបន្ធូរបន្ថយបញ្ហានៅមជ្ឈមបពាដែរទេបាទនៅក្នុងនេះគឺអ្នកវិភាគគេលើកឡើងថាចំនួនមជ្ឈមបពាវាជាការកំណត់ឬក៏ជាការធ្វើតេស្តដល់ឯកភាពអាស៊ានចាស្របពេលដែលភាពចលាចលសកលកំពុងតែកើតឡើងអញ្ចឹងអាស៊ានត្រូវបានអ្នកវិភាគមើលឃើញថាអាស៊ានមិនមានជំហររួមមួយយូរហើយគឺរំពឹងថាចំនួននេះដោះស្រាយតាមរយៈការទូតនិងដោយសន្តិវិធីនេះគឺអាស៊ាននិយាយអញ្ចឹងគឺមិនមែនអាស៊ានទៅកាន់ជើងខាងអ៊ីរ៉ង់ហើយអាស៊ានក៏មិនកាន់ជើងសហរដ្ឋអាមេរិកដាច់ណាត់ដែរបើទោះបីជាសហរដ្ឋអាមេរិកមានសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនៅក្នុងតំបន់អាស៊ីនិងអាស៊ាននេះក៏ដោយជារួមគេមើលឃើញថាអាស៊ានគឺប្រឹងទប់ខ្លួនឯងច្រើនជាងការលូកដៃឬក៏ការឲ្យយោបល់ច្រើនជាងដោយសារតែស្ថានភាពបច្ចុប្បន្ននេះយើងមើលឃើញហើយថាភាពចលាចលរង្គោះរង្គើផ្នែកសន្តិសុខធម្មពលនេះមួយផ្នែកសន្តិសុខសេដ្ឋកិច្ចនេះពីរវាទាញទម្លាក់ចេញពីភាពចលាចលឬក៏ការរំខានខ្លាំងផ្នែកការផ្គត់ផ្គង់ធម្មពលអញ្ចឹងនៅក្នុងកិច្ចប្រជុំលើកទី48កិច្ចប្រជុំកំពូលលើកទី48និងកិច្ចប្រជុំពាក់ព័ន្ធដែលត្រូវធ្វើឡើងពីថ្ងៃទី6ដល់ថ្ងៃទី8នៅក្នុងទីក្រុងឡាពូខេត្តសេប៊ូរបស់ប្រទេសហ្វីលីពីនហើយប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះឆ្នាំនេះក៏កាត់បន្ថយខ្លះសកម្មភាពនេះដែលមិនចាំបាច់ថាខ្លះក៏ប្រជុំតាមគេហៅថាប្រជុំតាមប្រព័ន្ធវីដេអូឬហៅថាកិច្ចប្រជុំនិមិត្តគឺមិនទៅជួបផ្ទាល់ខ្លះហើយក៏មានការបែងចែកអញ្ចឹងទៅហើយរឿងសំខាន់ជាងគេក៏គេបើតាមការលើកឡើងរបស់អ្នកវិភាគនិងជាអ្នកតាមដានគឺលោក Graham អង្គវេបដែលជាអ្នកស្រាវជ្រាវនៅសាលាសិក្សាយុទ្ធសាស្ត្រអន្តរជាតិគឺនៅសាលារាជរដ្ឋាភិបាលរបស់សង្ហបុរីក៏បានលើកឡើងថាទីផ្សារនានាកំពុងតែមានភាពច្បោកច្បល់ nervous មានន័យថាបុកពោះមិនដឹងថាយ៉ាងម៉េចដោយសារតែបញ្ហានៅក្នុងតំបន់មជ្ឈមបពានេះធ្វើឲ្យរដ្ឋាភិបាលនានាកាន់តែបង្កើនការប្រយ័ត្នប្រយែងខ្លាំងឡើងអាស៊ានខំប្រឹងធ្វើយ៉ាងណាទប់ខ្លួនឯងទេមិនមែនជាប្លុកដែលអាចឲ្យយោបល់ចង្អុលអ្វីផ្សេងទេគឺអាស៊ានក៏មានឯកភាពរបស់ខ្លួនអញ្ចឹងអ្វីដែលគេមើលឃើញរឿងធំតែពីរទេទោះបីជាក្នុងរបៀបវរៈច្រើនរបស់អាស៊ានក្នុងការប្រជុំមួយឆ្នាំក៏ដោយប៉ុន្តែក៏គេមើលឃើញថាក្រៅតែពីកិច្ចការនៅក្នុងអាស៊ានក៏ធ្វើកិច្ចការពីរទី1ពាក់ព័ន្ធទៅនឹងសន្តិសុខធម្មពលនេះគឺជារឿងចាំបាច់ទី2បញ្ហាសន្តិសុខសេដ្ឋកិច្ចធម្មពលនេះឯងគឺចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅមជ្ឈមបូព៌ាយើងមើលឃើញតាំងពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026រហូតដល់ពេលនេះគឺពិតមែនថាមិនផ្ទុះសង្គ្រាមដូចមុនទៀតប៉ុន្តែបទឈប់បាញ់នេះវាទៅជាភាពជាប់គាំងនឹងច្រើនជាងដែលធ្វើឲ្យការដឹកជញ្ជូនប្រភពធម្មពលដែលគេថាត្រឹមតែ20ត្រូវ25%នៃការផ្គត់ផ្គង់ធម្មពលសកលប៉ុន្តែវាចាំបាច់តាំងថាចេញពីហ្នឹងទៅមកចូលទីផ្សារអាស៊ីនិងអឺរ៉ុបដែលជាទីតាំងសំខាន់ជាច្រកសំខាន់ក្នុងការដឹកជញ្ជូនឥឡូវនេះគឺបិទតាំងពីថ្ងៃទម្លាក់ក្របបែកពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមកម្លេះមកដល់ពេលនេះគឺមិនទាន់បើកនៅឡើយបើទោះជាមានបេសកកម្មផ្លូវទឹករបស់លោកត្រាំដែលលោកត្រាំឲ្យឈ្មោះថា Project Freedom គឺមានការការប្រើកងទ័ពជើងទឹកនាវាពិឃាតរបស់សហរដ្ឋអាមេរិកនាវាឲ្យចាក់ចេញពីច្រកសមុទ្រហមូសហ្នឹងក៏ដោយប៉ុន្តែក្រោយពេលដែលការចាប់ផ្ដើមបើកដំណើរការពីថ្ងៃច័ន្ទលោកត្រាំថាបេសកកម្មហ្នឹងត្រូវធ្វើដោយជោគជ័យបញ្ជាការដ្ឋានកណ្ដាល CENTCOM របស់សហរដ្ឋអាមេរិកដែលទទួលខុសត្រូវសង្គ្រាមមជ្ឈមបពាលើអ៊ីរ៉ង់នេះក៏បានប្រកាសពីការអនុវត្តឲ្យបានពេញលេញនៅបទបញ្ជានេះដែរដើម្បីធានាឲ្យនាវាដែល stranded ដែលហេលហាលតែលតល់ឬក៏ជាប់គាំងនឹងចេញឲ្យផុតពីច្រកសមុទ្រហមូសនឹង
ដើម្បីទៅកាន់ទីផ្សារអន្តរជាតិកន្លងមកមុនការប្រកាសបេសកកម្មនេះសហរដ្ឋអាមេរិកក៏បានហុំព័ទ្ធពីខាងក្រៅហើយមិនឲ្យមាននាវាចេញចូលទៅកាន់កំពង់ផែរបស់អ៊ីរ៉ង់ក្នុងន័យថាធ្វើឲ្យអ៊ីរ៉ង់ថប់ដង្ហើមក្នុងរយៈពេលខ្លីមិនមែនរយៈពេលយូរទេប៉ុន្តែអ៊ីរ៉ង់ក្នុងអំឡុងពេលហ្នឹងក៏កអឺតកតមដែរដោយសារថាអាចទប់ទល់ជាមួយនឹងមហាអំណាចលេខ1របស់ពិភពលោកបានចឹងហើយប៉ុន្តែពេលដែលមានការបិទហុំព័ទ្ធចឹងអ៊ីរ៉ង់ហាក់ដូចជាច្បោកច្បល់ដែរចឹងហើយក្នុងពេលហ្នឹងគឺមានទូកលបឿនលឿនតូចៗប្រហែលជា6គ្រឿងដែលច្រើនគ្រឿងប៉ុន្តែសហរដ្ឋអាមេរិកបានបាញ់កំទេច6គ្រឿងខាងអ៊ីរ៉ង់ថាទូកហ្នឹងមិនមែនជាទូករបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ទេជាទូកស៊ីវិលដឹកអ្នកដំណើរនិងដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហូមូសប៉ុន្តែហេតុអីរាល់ថ្ងៃមិនដឹកពេលនេះអាហ្នឹងជាផ្លូវទូតរបស់អ៊ីរ៉ង់ទេម្យ៉ាងទៀតថាអ្នកស្លាប់5នាក់ក្នុងការវាយប្រហាររបស់អាមេរិកនៅពេលនោះគឺជាស្នាដៃរបស់អាមេរិកសម្រាប់ជនស៊ីវិលបានមកស្លឹកដេមួយទៀតអញ្ចឹងនេះគឺជាស្ថានភាពតានតឹងហើយមកដល់ថ្ងៃនេះកាលពីម្សិលមិញលោកត្រាំក៏បានលើកឡើងដែរថាលោកផ្អាកប្រតិបត្តិការនឹងរយៈពេលខ្លីដោយសារថានៅអំឡុងពេល2ថ្ងៃដែលបិទដែលអមឆ្លងកាត់ដែលអមការពារនាវាឲ្យឆ្លងកាត់ពីច្រកសមុទ្រហូមូសនេះគឺអ៊ីរ៉ង់បាញ់2ថ្ងៃទៅលើអេមីរ៉ាត់អារ៉ាប់រួមវាប្រហារ2ថ្ងៃទី1គឺមីស៊ីល ballistic និងមីស៊ីលតម្រង់គោលដៅនឹង16គ្រាប់តែអេមីរ៉ាត់អារ៉ាប់រួមស្ទាក់ចាប់បាន15មួយគ្រាប់នេះធ្លាក់ក្នុងទឹកហើយនឹង drone 4គ្រឿងដែលបណ្ដាលឲ្យឆាបឆេះទីតាំងស្តុកប្រេងរបស់អេមីរ៉ាត់អារ៉ាប់រួមដែរហើយថ្ងៃទី2ក៏អ៊ីរ៉ង់អេមីរ៉ាត់អារ៉ាប់រួមប្រកាសពីការរងការវាយប្រហារថ្ងៃទី2ហើយអ៊ីរ៉ង់ថាពីដំបូងអ៊ីរ៉ង់មិនធ្វើអធិប្បាយផ្លូវការណាមួយតាក់ទងនឹងការវាយប្រហារទេតែក្រោយមកក៏ចេញសេចក្តីថ្លែងការណ៍ថាអ៊ីរ៉ង់មិនបានធ្វើទេអត់មានផែនការណាវាយប្រហារអេមីរ៉ាត់អារ៉ាប់រួមទេប៉ុន្តែអ្វីដែលកើតឡើងនោះមកពីចរិតមានអ្នកផ្សងព្រេងរបស់អាមេរិកដែលធ្វើឲ្យមានការវាយប្រហារបែបនោះអាចថាជាដៃជើងឬជាក្រុមតំណាងរបស់អ៊ីរ៉ង់នៅប្រទេសជិតខាងមានប្រទេសអ៊ីរ៉ាក់ជាដើមអញ្ចឹងអាចថាជាការវាយប្រហារមកពីកន្លែងផ្សេងប៉ុន្តែអេមីរ៉ាត់អារ៉ាប់រួមថាមិនមែនទេគឺអ៊ីរ៉ង់នេះតែម្ដងអញ្ចឹងភាពតានតឹងនេះគឺវានៅតែមានហើយអាចថាក្នុងកម្រិតកើនឡើងខ្ពស់វិញចាលោកនេះណាប៉ុន្តែបើមិនទៅលោកបានបញ្ជាក់អំពីស្ថានភាពមួយដែលសម្លេងរបស់អាស៊ានថាมันអាចទៅរួចទេនៅក្នុងការចូលទៅផ្ដាល់ជាមតិយោបល់ពីព្រោះថាអាស៊ានខ្លួនឯងហ្នឹងក៏កំពុងតែប្រឈមឬមួយចំនួននៅក្នុងតំបន់ដែរយើងនិយាយទៅចាក់ស្ដែងដូចយើងបញ្ហាកម្ពុជាថៃហ្នឹងក៏យើងដាក់លើតុឲ្យអាស៊ានជួយដែរហើយបញ្ហាមួយចំនួនទៀតដែលនៅសេសសល់តាំងពីប្រធានមុនមកបន្តប៉ុន្តែអាស៊ានចង់មិនចង់យើងឃើញហើយថាប្រទេសទាំងអស់គឺប្រឈមទៅនឹងបញ្ហាដែលអតិពលអវិជ្ជមានពីបញ្ហានៅមជ្ឈមបូព៌ាថាតើមើលឃើញថាអាចអាស៊ានរួមគ្នាបែបណាទេដើម្បីដោះស្រាយបញ្ហាដូចជាបញ្ហាអសន្តិសុខធម្មពលបញ្ហាអតិផរណាទំនិញពីព្រោះថាសំបីតែសិង្ហបុរីឬក៏សិង្ហបុរីដែលជាប្រទេសមួយមានសេដ្ឋកិច្ចធំនៅក្នុងតំបន់អាស៊ានហ្នឹងក៏ពុំមានឬក៏មានការត្រៀមបំរុងនៃការការពារហានិភ័យសម្រាប់ប្រជាជននៅក្នុងប្រទេសរបស់គេដែរនោះបាទអ្នកវិភាគបានមើលឃើញថាអញ្ចេះថាអាស៊ានគឺឯកភាពរបស់អាស៊ាននៅពេលនេះគឺផ្ដោតលើចំណុច2ហ្នឹងទី1គឺសន្តិសុខធម្មពលទី2គឺសន្តិសុខសេដ្ឋកិច្ចមានន័យថាបង្រួមបំព្រួញផលប៉ះពាល់ឬក៏ការរំខានហ្នឹងកុំឲ្យវាទូលំទូលាយពេកឲ្យវានៅក្នុងកម្រិតទាបឲ្យវាតូចសម្រាប់បន្ធូរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយើងដឹងស្រាប់សូម្បីតែប្រទេសមានប្រេងក្នុងសន្ធិយុទ្ធសាស្ត្ររបស់ខ្លួនក៏ត្រូវអ្នកវិភាគមើលឃើញថាសន្ធិយុទ្ធសាស្ត្រហ្នឹងបើនៅតែស្ថានភាពបែបនេះដំណាច់ខែឧសភានេះនឹងធ្លាក់ចុះកម្រិតទាបដំណាច់ខែមិថុនាអស់លេងអាស្តុកអាសន្តិបំរុងនេះហ្នឹងហើយអញ្ចឹងអាហ្នឹងវាជារឿងមួយទៀតពេលនោះឯងគឺសេដ្ឋកិច្ចសកលនឹងឈានទៅរកអនុភាពអាចនឹងចូលទៅដល់វិបត្តិធ្ងន់ធ្ងរសូម្បីតែធនាគារពិភពលោកមូលធិរវត្ថុអន្តរជាតិ IMF ក៏បានវាតម្លៃថាក្នុងកម្រិតស្ថានភាពប្រេងជាង$110គឺក្នុងមួយបារ៉ែលរហូតដល់ដាច់ឆ្នាំបើស្ថានភាពអញ្ចឹងពេលនោះឯងកំណើនសេដ្ឋកិច្ចសកលហ្នឹងដែលប៉ាន់ប្រមាណថាពី 3.1% មកនៅពី
1% ឬក៏ហៅថាក្នុងរង្វង់ 2% ប៉ុន្តែបើ